បងហេងតាណាចេមើលទៅកាយវិការដូចនិយាយអួតទៀតហើយតែគាត់ហេងតែឈ្មោះតែតាមពិតជាក់ស្ដែងកំពូលសយបំផិតតោះចឹងយើងទៅតាមដានរឿងទាំងអស់គ្នាយប់មិញស្បិនឃើញបានត្រីពេញធុងយប់នឹងច្បាស់ជាហេងដូចឈ្មោះមិនខានមើលចុះអាឆលីរបស់បងហេងនេះជិះកាត់ភូមិណាភូមិនោះលាន់ក៏ក្រាហើយមិត្តសម្លាញ់អាឆើតឲ្យទៅជាមួយសិនគ្រាន់ជាគ្នាកុំឲ្យរត់ម្នាក់ឯងដើម្បីបានជាគ្នាអាឆើតអើយអាឆើតចេញមកវើយកំពូលអ្នករកត្រីយប់អាធ្រាត្រមកដល់ហើយយប់នឹងអញធានាថាបានត្រីពេញធុងមកវិញសំខាន់ឯងហ៊ានទៅជាមួយអញអត់អ្នកណានឹងមកស្រែកហៅដល់ក្នុងបន្ទប់ខ្ញុំនឹងចុះអ្នកណាមកហៅរកខ្ញុំរកអីចេះល្ងាចទេហ្នឹងណាមិនឲ្យមនុស្សដេកពួនទេអីអូហូបងហេងតើមកពីល្ងាចបែបនេះច្បាស់ជាមានរឿងមិនស្រួលហើយមើលទៅមិនមែនអីចឹងទេសម្លាញ់កុំបារម្ភពេកអីគឺរឿងស្រួលដូចបកចេកអីចឹងយប់នេះយើងចង់បបួលឯងទៅរកត្រីនៅក្បែរផ្ទះយាយសាយឯណោះគ្នាឮថាទីនោះមានស្រះទឹកធំមួយហើយសម្បូរត្រីណាត្រីធំណាបិណ្ឌកំភួនជើងឯងអញ្ចឹងអាឆើតអើយអត់ទេដាច់ខាតគឺខ្ញុំមិនទៅទេខ្លាចអាប់យាយសាយណាមានបងហេងទៅជាមួយហើយអាឆើតឯងកុំខ្លាចបងហេងចេះមុនអាគុំចងដៃចងជើងខ្មោចមិនថាខ្មោចស្រីឬប្រុសទេបងហេងចង់បានទាំងអស់មិនបាច់និយាយច្រើនទេយប់នេះយើងចេញដំណើរទៅតែម្ដងសម្លាញ់ឯងរៀបចំខ្លួនទៅយប់តិចបងហេងមកយកដល់មុខចដៅផ្ទះហ្មងកុំឲ្យអញចាំយូរណាយប់នេះស្ងាត់ល្អណាស់សង្ឃឹមថានឹងគ្មានចោរមកលួចចាប់ត្រីរបស់ខ្ញុំទេចាំមើលតែមានអ្នកណាហ៊ានមកសាដឹងគ្នាយប់ហ្នឹងហើយកញ្ញាបានដាក់កាមេរ៉ាហើយមើលចុះកាមេរ៉ាដាក់មើលត្រីរបស់ខ្ញុំច្បាស់ដល់កចង់មកលួចប៉ះចំកញ្ញាសយធំអើយបងហេងនិងអាឈើតចាប់ផ្ដើមចេញដំណើរទៅហើយចាំមើលបងហេងគាត់ក្លាហានដូចសម្ដីដែរឬអត់តោះយើងទស្សនាបន្តទៀតបងប្រាប់ឯងឲ្យដឹងទៅចុះកម្រិតបងហេងនេះបើថាបានចេញទៅរកត្រីវិញទៅម្ដងណាក៏មិនដែលបានអូចាំមកដឹងតែបានពេញត្រង់តែម្ដងទៅយប់នេះនឹងចាប់ត្រីឲ្យអស់ពីស្រះតែម្ដងឆើតឯងទៅជាមួយបងហេងមិនបាច់ភ័យទេចាំតែរត់ទៅស្រះយាយសាយពិតជាធំណាស់មើលទៅតំណងមានត្រីច្រើនហើយឃើញទេអាឆើតឲ្យតែដើរតាមបងហេងមិនខ្វះទេត្រីគេថាកន្លែងដែលគ្រោះថ្នាក់ជាកន្លែងដែលមានត្រីច្រើនព្រោះអ្នកភូមិមិនហ៊ានមករកត្រីដល់ទីនេះទេយប់នេះច្បាស់ជាមានលៀបធំហើយអាយ៉ាយប់នេះមានអ្នកមកលួចត្រីក្នុងស្រះកញ្ញាហើយកំពូលអ្នកស្ទូចត្រីលួចលាក់មែនទេបងហេងហ៊ានណាស់មកលេងដល់មាត់ស្រះកញ្ញាហើយនៅចង់បានត្រីច្រើនទៀតចាំមើលខ្ញុំធ្វើបាបចោលទាំងពីរនាក់ឲ្យណានៃម្ដងមើលឲ្យរៀងចាលថ្ងៃក្រោយកុំឲ្យចេះតែហ៊ានមកដើរលួចគេបែបនេះទៀតមានសម្លេងឆ្កែលូហើយយប់ស្ងាត់ទៀតបងហេងខ្ញុំដូចមានអារម្មណ៍មិនសូវស្រួលទេយើងទៅផ្ទះវិញទៅបងខ្មោចអីអាឈើតនៅជាមួយបងហេងហើយឯងកុំខ្លាចបងហេងរកតែខ្មោចមួយធ្វើថ្នាំមិនបានផងយ៉ាធ្ងន់ណាស់អាឆើតដឹងតែមេត្រីឆ្លាំងឬត្រីរស់ធំឲ្យលើកនេះជួយចាប់កត្រងមកអូនចិត្តឡើងមកអីព្រោះអីយ៉ាមិនមែនត្រីផងគឺខ្មោចឆើតរត់ចាំអង្ការម៉ែអើយជួយកូនផងម៉ែអើយជួយកូនផងអាឆើតកុំឈប់រត់ត្រង់ទៅមុខទៀតកុំងាកក្រោយឲ្យសោះកញ្ញាកំពុងតាមយើងហើយសុទ្ធតែថារកខ្មោចធ្វើថ្នាំមិនបានចង់មិញនឹងអីគេគ្រាន់តែឃើញកញ្ញាភ្លាមរត់បាសជើងសព្រាតហ្មងបើខ្លាំងមិនក៏មិននៅឲ្យកញ្ញាធ្វើថ្នាំឲ្យមើលបន្តិចទៅបងហេង